សូមគោរពជម្រាបសួរបងប្អូនកសិករដំណាំទុរេនទាំងអស់គ្នាបាទដូចជាបងប្អូនដឹងស្រាប់ហើយក្រោយពីបងប្អូនធ្វើការស្រោចជីទៅតាមប្រព័ន្ធឬរួចមកបាទដំណាក់កាលបន្ទាប់ដែលយើងត្រូវធ្វើនោះបាទគឺការបាញ់បន្ទាញត្រួយថ្មីដើម្បីធ្វើឲ្យត្រួយរបស់ដើមទុរេនហ្នឹងបាទគឺវាចេញត្រួយបានស្រស់គ្នាល្អដើម្បីទ្រទ្រង់ក៏ដូចជាផ្ដល់សារធាតុចិញ្ចឹមឲ្យដើមទុរេនហ្នឹងក៏បាទគឺមានសុខភាពល្អថ្ងៃនេះពីខាងក្រុមហ៊ុនទីស្នាមដំរីខៀវរបស់បងប្អូនបាទសូមណែនាំរួមមុនពិសេសមួយដើម្បីបាញ់ថែបំពន់ក៏ដូចជាទាញត្រួយថ្មីហ្នឹងឲ្យឆាប់ចេញស្លឹកគ្នាផងដែរសម្រាប់រួមមុននោះគឺមានដូចជាស្លឹកដើមល្អចំនួន3គីឡូស៊ីវីតពិសេសចំនួន1លីត្របូកជាមួយនឹងដំរី Zenbo ចំនួន1គីឡូផងដែរសម្រាប់ការបាញ់ទៅតាមមែកក៏ដូចជាស្លឹកនិងដើមមួយជោគបាទសម្រាប់ព័ត៌មានបន្ថែមបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក៏ដូចជាត្រូវប្រឹក្សាយោបល់បច្ចេកទេសពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាននៅខាងលើវីដេអូនេះផងដែរបាទជាចុងក្រោយសូមអរគុណសូមគោរពលា